how to add s, es, ies for words, two-way verb. អញ្ចឹងរបៀបក្នុងការថ្ងៃនេះយើងរៀនអំពីរបៀបក្នុងការបន្ថែមណាក្បួនច្បាប់ក្នុងការបន្ថែម s, es ឬក៏ ies សម្រាប់កិរិយាសព្ទណាទៅលើកិរិយាសព្ទអញ្ចឹងកាលណាយើងនិយាយពីការបន្ថែម s, es ឬក៏ ies ទៅលើកិរិយាសព្ទមានន័យថាអាហ្នឹងគេប្រើក្នុងទម្រង់ simple present tense ហើយចំណាំថាយើងប្រើតែជាមួយនឹង he, she, it ទេណាយើងប្រើតែជាមួយ he, she, it ទេកាលណាកិរិយាសព្ទទាំងឡាយណាដែលប្រើជាមួយ he, she, it នៅក្នុងទម្រង់ស្របអញ្ចឹងយើងត្រូវថែមទាំងអស់ណាបាទអញ្ចឹងពេលណាយើងបន្ថែម s ពេលណាយើងបន្ថែម es ពេលណាយើងបន្ថែម ies ទៅលើកិរិយាសព្ទអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំដាក់តែ2ចំណុចទេចំណុចទី1គឺការបន្ថែម s ចំណុចទី2ការបន្ថែម es បាទអញ្ចឹងថ្ងៃបន្តទៀតខ្ញុំនឹងដាក់ដោយសារវីដេអូมันអាចធ្វើវែងបានព្រោះវែងពេកយ៉ាងក្នុង page ហ្នឹងគឺវាកាត់ខ្លីយើងអញ្ចឹងបាទពេលណាមួយវែងតិចក៏បងប្អូនអត់មើលដែរអញ្ចឹងក្នុងចំណុចទី1គឺការបន្ថែម s ទៅលើកិរិយាសព្ទជាទូទៅគ្រប់កិរិយាសព្ទទាំងអស់ដែលប្រើជាមួយ she គឺត្រូវបន្ថែម i អាហ្នឹងអូតូកាលណាយើងនិយាយពីការបន្ថែម s គឺស្ថិតនៅក្នុង simple present tense អញ្ចឹងកិរិយាសព្ទភាគច្រើនគឺវាបន្ថែម i ហ្នឹងឯងទី1 example he speaks English អញ្ចឹងកន្លែង speak ហ្នឹងគឺយើងត្រូវតែបន្ថែម s បាទយើងត្រូវតែបន្ថែម s ដោយសារយើងប្រើជាមួយនឹងបាទប្រើជាមួយនឹង he ណាបាទយើងប្រើជាមួយ he នេះកាលណាកិរិយាសព្ទអានេះជា verb អញ្ចឹងកិរិយាសព្ទផ្ទុំទី1ដែលប្រើជាមួយ he ជា she ឬក៏ it អញ្ចឹងកិរិយាសព្ទនោះត្រូវបន្ថែម s អញ្ចឹងណាត្រូវបន្ថែម s អញ្ចឹងអូខេអានឹងក្នុងទម្រង់ simple present tense ប្រព័ន្ធស្របមែនទេអញ្ចឹងមាន he ជា subject she នឹងគឺជាកិរិយាសព្ទផ្ទុំទី1អញ្ចឹងយើងត្រូវបន្ថែម s ប្រើជាមួយ he ហើយ English នេះគឺជា object okay example number 2 she drives her car មានថានាងបើកបររថយន្តរបស់នាងអញ្ចឹង drive នេះគឺយើងត្រូវតែបន្ថែម s ដោយសារវាប្រើជាមួយនឹង she ណាយើងថែម s អញ្ចឹងពេលដែលប្រើជាមួយនឹង she នេះជាកិរិយាសព្ទផ្ទុំទី1ដូចគ្នាអូខេអញ្ចឹងចំណុចទី1នេះគឺសំដៅទៅលើកិរិយាសព្ទជាទូទៅកិរិយាសព្ទដែលប្រើជាមួយ she ទៅថែម s បាទក្នុងចំណុចទី2បើសិនណាក្នុងករណីដែលកិរិយាសព្ទហ្នឹងវាបញ្ចប់ទៅដោយអក្សរអីខ្លះឬក៏សំឡេងមួយទៀតសំដៅលើសំឡេងណាសំឡេងអក្សរ s ហ្នឹងសំឡេងហើយសំឡេងdouble s ហ្នឹងវាស្រដៀងគ្នាទេឬក៏បញ្ចប់ទៅដោយ double s បញ្ចប់ទៅដោយ sa សំឡេង sh ca សំឡេង ch ឬក៏ ch ហ្នឹងចប់ដោយអក្សរ x ឬក៏សំឡេងដូចគ្នាហ្នឹងហើយ o សំឡេង o ឬក៏ស្រៈ o ណាហើយនឹងសំឡេងអក្សរ z ឬក៏ z ណាបាទអញ្ចឹងយើងត្រូវបន្ថែម es កាលណាកិរិយាសព្ទទាំងឡាយណា verbs end in កិរិយាសព្ទដែលបញ្ចប់ទៅដោយអក្សរឬក៏សំឡេងយ៉ាងប្រហែលហ្នឹងយើងត្រូវបន្ថែម es ទៅលើវាពេលដែលប្រើជាមួយ he she it ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតប្រើជាមួយ he she it ទើបយើងបន្ថែមអាទាំងអស់ហ្នឹងណាបន្ថែមទាំងអស់ហ្នឹងexample number 1 she kisses him យើងអាចនិយាយថា she kissed him ទេយើងអត់និយាយចឹងទេសូរ៉ានិយាយអញ្ចឹងបានអត់បានតែវាខុសវេយ្យាករណ៍គេស្ដាប់បានគេស្ដាប់យល់ថាតែគាត់ថាតេតងវេយ្យាករណ៍យើងអត់ត្រូវទេហើយគេគាត់ថាបើគេយល់គេដឹងគេចេះក្នុងការប្រើប្រាស់គេស្ដាប់យើងមកដឹងថាយើងនិយាយខុសហើយណា she kisses him នាងថើបគាត់ I kiss him អញ្ចឹងអត់មាន I kiss ទេណាបើតេតងនឹង he she it គឺត្រូវថា es he she it ទេ she kisses him he kisses him it kisses him យើងអាន this ណាអូខេអញ្ចឹង es សំលេងវា is ណាចំណុចមួយទៀត example number 2 he teaches
me he teaches me chẳng ch lấy với ch chẳng đã es and is chẳng ch 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 is he teaches me là niếng quát bỏ riêng nhom quát bỏ riêng nhom. Example number 3. She goes to school. She goes to school. Anh ấy phải chọn đó xem lấy o g g o go cứ sợ o đi xem lấy o đừng có xem lấy o đừng ai nhé. Vậy để try cho một she chẳng nhưng she lại nắng chẳng bị ta go phải chọn để o nó cứ chừng thật đã i ai một tiệt chứ ai an thá she go hiện tệ nhưng an thá she goes to school đó she goes to school niếng tàu sẽ là đến chẳng đâu chẳng đôi miên bị điện bị là cho là sh và cho là sh mình bị class bị giờ bị sh bị fish và bị fish này chẳng nên tụi mình kể giảm đó và kể giảm chẳng ở đây tôi kể giảm chẳng chữ thám es fishes she fishes he fishes vậy là bỏ ra thá tu chỉ còn để xa vì là fish này và kể giảm the job đòi ch mình để kể ra thì là watch cái kể sát bỏ lò mơ được mơ lớn ha lò mơ được mơ là này chứ cái price một hi sheet chứ thì thợ tham cái ghế cho cái gì vậy chứ nhưng thợ vật tham as edit x px bị đặt trong là x rồi trong là so x thì bị cái fix nó fix so x nhé xử lý với search trong khỏi nhé fix chứ nhưng thợ tham ý as fix O bên hai goes edit z có z thì cái thì cái một con cái con brom bên đấy z yes chẳng kana kể sao từng like để việc chọn đòi sầm lên rồi có so từng nó này dương thầu bật hai bị ác về đây là kể sao từng like nâng ra chỉ một ý she hay là it nè ra chỉ một he she and it về na bật hàm es về na bật hàm ai được kể sao và sẽ mẹp cam bật hàm es ngay sai trong nâng bật hàm mê nâng một tiết ok sân địa bọc ôn nguyên sầm núa bọc ôn ai chat su no comment của các bạn okay thank you very much everybody for watching my video today let's watch in the next video tomorrow goodbye